រៀបចំស្រីសួស្តីឆ្នាំថ្មីពេលនេះជាតិខ្មែរនៅវត្តភ្នំថ្ងៃនេះទី12ហើយអញ្ចឹងមេតិចតិចគេចាប់ដើមលេងនៅក្នុងវត្តភ្នំច្រកចូលបុកពីស្ពានច្បារអំពៅមកត្រង់អ្នកភ្នំពេញឆ្នាំនេះទោះបីជាបានទៅលេងកវត្តក៏បានមកលេងក្រានវត្តភ្នំដែរឆ្នាំនេះគេចំទីដីដែរសោះស្អាតមែនទេតែអត់មានអ្នកលក់ទេខ្ញុំធ្លាប់មកទីនេះកាលពី2019ខ្ញុំខានចូលទីនេះ6ឆ្នាំហើយខ្ញុំជិះកាត់តែអត់បានចូលនេះទៅជាលើកទី2ខ្ញុំបានចូលតែប៉ុន្តែវាតរ៉ែទេប៉ុន្តែលក្ខណៈថាគេរៀបចំបានស្អាតកាលពីមុនយើងមិនទាន់បានរៀបចំកម្មវិធីអញ្ចឹងថតលក្ខណៈធម្មតាប៉ុន្តែវាស្អាតថ្លៃដូចនេះស្អាតអញ្ចឹងបងប្អូននៅតាមតាខេត្តនេះអាចអញ្ជើញមកលេងបានស្អាតមែនទេយប់ឡើងគឺមានភ្លើងពណ៌ហើយតាមនេះគេរៀបចំពូល LED ជុំវិញហើយតែប៉ុន្តែខ្ញុំដើរលេងបានដល់ពេលថ្ងៃពេលល្ងាចឡើងគឺហ៊ានដើរទៅមនុស្សច្រើនស្ទះដើរទៅក៏វាអត់ដល់គោលដៅលឿនហ្នឹងស្ទះផ្លូវវាសានតែស្អីយើងទេឆ្នាំមកកម្មចនាតែប៉ុន្តែការកសាងនេះខ្ញុំអត់សូវច្បាស់ថាគេកសាងឆ្នាំណាឆ្នាំណាទេអូភាសាតាមមើលថ្មនេះក៏មិនមែនតែឆ្នាំណានេះថ្មបាយក្រៀមរាប់ទសវត្សរ៍សតវត្សរ៍ហើយមិនក្រោមពី300-400 ឆ្នាំទេថ្មនេះមកយើងនៅខាងក្រោមឡើយយើងមកដល់លើហើយគឺជាចំកណ្ដាលគេថាបេះដូងរាជធានីភ្នំពេញយើងហើយសាច់ដីខ្ពស់ជាងគេនេះកាលនៅស្រុកស្រែគឺមានក្តីសម័យចង់មកវត្តភ្នំមកលេងពេញទីកន្លែងនេះស្អាតមែនទេភ្ញៀវជាតិអន្តរជាតិគាត់មកទស្សនាមកច្រើនមកជនបរទេសគាត់មកទស្សនាប្រទេសយើងមានកាយនាំផ្លូវសម្រាប់ណែនាំថាកន្លែងណាកសាងដោយបាត់បង់ណាឆ្នាំណាអីចឹងហើយបងប្អូនមិនអញ្ជើញមកលេងភូមិប្រាមមានគ្រប់ទីកន្លែងអញ្ចឹងសម្រាប់ដែលយើងញ៉ាំរួចហើយសូមយកមកបោះនៅក្នុងភូមិប្រាមរបស់គ្នាផងជួយឲ្យប្រទេសយើងស្អាតការតែប្រទេសយើងស្អាតភ្ញៀវអន្តរជាតិទាំងជាតិអន្តរជាតិគឺគាត់មកលេងចុះទៅញ៉ាំហើយយើងបន្តបេសកកម្មរបស់យើងទៀតព្រោះស្អែកខ្ញុំត្រូវទៅស្រុកដែរហើយអញ្ចឹងតើមានឱកាសថតនៅពេលចូលឆ្នាំគេរៀបចំអាសាបែបនេះគួរតែមិនរំលង
មុនគេមានសត្វស្វាសត្វតូចអីប្រប្រុកអីច្រើនតែឥឡូវ5ឆ្នាំ6ឆ្នាំមុនមានហើយដូចជាអត់ទាន់ឃើញមានឬក៏អើមនុស្សខ្លាចមនុស្សអីចឹងគ្រប់យ៉ាងគឺនៅដដែលខុសប្លែកគ្នាបន្តិចទូចតែប៉ុណ្្នឹងឯងសារមានរបស់ខ្លះចាស់ទៅក៏គាត់ខាងអភិរក្សក៏គាត់យកមកជួសជុលដាក់កែលម្អឡើងវិញចុះទៅវិញហើយថាពេលកាល2019មុនកូវីដគឺមនុស្សច្រើនផ្សេងគឺភ្ញៀវជនជាតិបរទេសពេលតាំងពីកូវីដហើយមកក៏មានស្បើយភ្ញៀវទេសចរបន្តិចតែគាត់ថាវានឹងមានច្រើននៅពេលដែលបនខាងមុខចាប់ផ្ដើមវត្តសារមន្ទីរនៅនេះក៏វាមិនខុសពីនៅសារមន្ទីរជាតិមកមានសារមន្ទីររបស់គេស្អាតមែនតើដើមឈើខ្ពស់ខ្ពស់នោះមានសត្វគេហៅសត្វអីនេះมันគឺជាផ្លេចទៅសត្វនោះធំធំសត្វកេងកងសត្វកេងកងហោះទៅលើងាយឡើងស្បោពេលថ្ងៃទៅមាននេះសត្វកម្ររបស់កម្ពុជា